រៀនត្រីសំណប់ចានចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីអ្នកខ្ញុំបានទស្សនានៅឈុតឆាកអំបញ្ញមិញនេះធ្វើឲ្យអ្នកខ្ញុំទប់ទឹកភ្នែកមិនបានចុះលោកអ្នកដែលកំពុងទស្សនានៅតាមគេហដ្ឋានវិញមានស្រក់ទឹកភ្នែកដែរឬទេបើមិនទាន់ស្រក់ទេនៅវគ្គក្រោយអ្នកខ្ញុំជឿថាប្រកាសជាស្រក់ជាមិនខានព្រោះមើលទៅដំណើររឿងនេះពិតជាកំសត់ណាស់ចានៅវគ្គក្រោយយើងនឹងជួបគ្នាជាបន្តទៀតសម្រាប់ពេលនេះកម្មវិធីរាត្រីសំណប់ចិត្តសូមអនុញ្ញាតសម្រាប់បន្តែសិនរៀនត្រីសំណប់ចានរៀនត្រីសំណប់ចានស្មានតែទៅហើយមិនក៏មិនទាន់ឃើញប្តីរបស់ខ្ញុំត្រឡប់មកវិញទៀតសំលេងកូនមេងជុំខាងណាកូនណាគេខាងជួយផងផាន់កុំជុំណាលោកបងជួយផងចុះស្លាប់ហើយកូនណាគេមិនជុំហ៎ណែលោកស្រួលមកមិនកំបាត់ជុំតំលាក់បាក់កស្លាប់ហ្នឹងឥឡូវកុំជុំនិយាយលេងទេណានិយាយលេងទេកុំជុំរវល់តែលួងខ្ញុំភ្លេចឲ្យចឹងតែម្ដងចាំមិនផាន់លោកបងនេះជាកូនរបស់អ្នកណាគេបងក៏មិនដឹងដែរពេលដែលបងទៅដើរបោបាញ់សត្វនោះស្រាប់ឃើញវាលើផ្ទាំងថ្មក្រោមដើមពោក្បែរមាត់ស្ទឹងមិនដឹងជាកូនចៅរបស់អ្នកណាបងក៏ស្រែកដង្ហោយហាវរកម្ដាយឪពុករបស់គេដែរតែរកមិនឃើញតើសោះអាណិតវាពេកក៏យកមកផ្ទះជើងតែម្ដងទៅណាអូនណាថាម៉េចបានន័យថាបងរើសកូននេះនៅលើផ្ទាំងថ្មក្រោមដើមពោក្បែរមាត់ស្ទឹងពិតមែនហើយកូនស្រីផងស្អាតយ៉ាងនេះអ្នកណាយកកូនយកមកបោះបង់តាមការពិតល្បិចតែបងនិយាយនេះខ្ញុំមិនមែនល្ងងទេបងឈុំតាមការពិតមិនមែនកូនគេយកមកបោះបង់ចោលទេបងឈុំតែមានស្រីថ្មីក្បត់ពីខ្ញុំហើយមានរឿងចំនួនទាស់តែងជាមួយនឹងស្រីណាម្នាក់នោះតែស្រីនោះគេមិនព្រមចាំកូនទៅបងឈុំយកកូននេះមកចាំមែនទេមិនមែនចាំទេណាផានបងឈុំបងនិយាយពិតមែនបងឈុំនិយាយទៅតើរឿងនេះយ៉ាងមិនต้องឈុំស្ដាប់ខ្ញុំសិនខ្ញុំរាប់ខ្ញុំមកសុកចិត្តទេមែនរៀបការឲ្យច្រើនឆ្នាំខ្ញុំគ្មានកូនឲ្យបងឈុំតែបងឈុំក្បត់ខ្ញុំទៅមានអ្នកថ្មីរហូតមានកូនស្រីម្នាក់នេះគេមិនព្រមចាំក៏ឲ្យបងឈុំយកមកឲ្យខ្ញុំចាំមែនទេបងឈុំក្បត់ខ្ញុំឲ្យខ្ញុំចង់តែស្លាប់ផានស្ដាប់ខ្ញុំសិនណាបងឈុំមិនបានស្រឡាញ់ផាន់ទេស្ដាប់ខ្ញុំសិនណាផានគេម្នាក់នោះអស់ចាយ៉ាងណាទៅមែនហើយគេអស់ចាត្រង់គេមានកូនឲ្យបងខ្ញុំមិនសុខចិត្តទេបងឈុំផានមិនមែនចាំទេណាផានឆ្លើយបងឈុំផានឆ្លើយមកតែរឿងនេះវាយ៉ាងម៉េចបងឈុំនិយាយមកប្រាប់ខ្ញុំតាមត្រង់តែរឿងនេះវាយ៉ាងម៉េចផានសង្គលអត្តចរិតរបស់ខ្ញុំដឹងស្រាប់ហើយតាំងពីយើងចាប់ដៃគ្នាមកនោះថ្មីត្បិតតែក្រុមគ្រួសាររបស់យើងក្រក្រៃពិតមែនតែរាល់ថ្ងៃនេះបងមិនដែលយកភ្នែករបស់បងឬក៏បេះដូងរបស់បងនេះទៅទុកដាក់ជាមួយនឹងអ្នកណាក្រៅពីរូបអូននោះទេនេះគឺជាពាក្យពិតណាអូនណាមិនដឹងជាកូនចៅរបស់អ្នកណាទេបងអាណិតវាពេកបងក៏យកវាមកចិញ្ចឹមតែម្ដងទៅណាផានណាពិតដូចសម្ដីលោកបងនិយាយមែនណានេះគឺជាពាក្យពិតឬមួយក៏ទេវតាដឹងថាយើងទាំងពីរអ្នកគ្មានកូនតែត្រង់ប្រទានកូននេះមកឲ្យបងឯងនិងខ្ញុំពិតមែនហើយបើអញ្ចឹងក៏ល្អដែរលោកបងបានជាយកមកដល់ហើយរកឈ្មោះដាក់ឲ្យវាទៅល្អទេអូនឯងដាក់ឈ្មោះឲ្យទៅមែនហើយបងឯងមិនឈ្មោះឈុំបងឈ្មោះឈុំហើយខ្ញុំមិនឈ្មោះផាន់អូនឯងឈ្មោះផាន់ចាអ្នកស្រុកគេហៅតែឈុំផាន់បើអញ្ចឹងដាក់កូននេះឲ្យជន់នឹងបងគឺឈុំភួយតែម្ដងទៅប្រទេសតកូននេះតកូនឈុំណាបងជាអ្នកយកគេមកណាបងរកឈ្មោះដាក់ឲ្យគេចោះក្រែងគេពេញចិត្តជាងខ្ញុំណាពិតមែនហើយកូនស្រីសម្លាញ់មីឪពុកនេះគឺជាព្រេងសំណាងរបស់កូនណាបើសិនជាឪពុកទៅមិនទាន់នោះទេកូនឯងប្រកាសជាដាច់ពោះស្លាប់ឬក៏មានសត្វសាហាវយកកូនធ្វើជាចំណីអាហារនេះគឺជាព្រេងសំណាងរបស់កូនថ្មីត្បិតតែកូនឯងមករស់នៅក្នុងត្រកូលរបស់ពុកជាអ្នកក្រក្រៃពិតមែនតែពុកសុំសន្យាណាកូនណាពុកសុំសន្យាថាពុកនឹងចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានរស់
ស្ដាប់បានទេកូនឥឡូវនេះពុកសុំដាក់ឈ្មោះកូនពុកសុំដាក់ឈ្មោះកូនថាវាសនាចុះណាកូនណា អេគាត់តែលឺសូវាសនាហាក់បីដូចជាចេះដឹងដល់ទៅយកមកចាស់នេះលឺសូថាវាសនាព្រាមក៏តែម្ដងប្រាប់ឲ្យដឹងទៅណាមិនដឹងថាឯងនេះវាសនាល្អឬក៏អាក្រក់ទេព្រោះឯងមកនៅជាមួយខ្ញុំជាអ្នកក្រប៉ុន្តែយ៉ាងណាក៏ចាត់ទុកថាល្អចោះព្រោះបានជួយជាមួយនឹងយើងណាបើមិនអញ្ចឹងទេប្រកាសជាដាច់ពោះស្លាប់ឬក៏សត្វចាប់យកធ្វើជាចំណីមិនអញ្ចឹងឯងលោកបងពិតមែនហើយអូនបើអញ្ចឹងពេលនេះផ្ទះយើងណាអត់មានកទេនៅសល់បាតពីបន្តិចដែរបងទៅប្រមូលហើយយកមកដាក់បបរចាំខ្ញុំទៅទិញស្ករសយកមកលាយជាមួយទឹកបបរឲ្យវាបើណាលោកបងបើអញ្ចឹងបងទៅណាអូនហ្នឹងចាបងទៅចុះគួរឲ្យជឿដែរឬក៏អត់ពាក្យសម្ដីរបស់គាត់មួយម៉ាត់និយាយថាកូនស្រីសម្លាញ់មានឪពុកមួយម៉ាត់នេះហាក់បីដូចជាយកកបិតមកកាត់បេះដូងរបស់ខ្ញុំឲ្យឈឺចាប់ពេលដែលខ្ញុំនឹកដល់ពាក្យនេះឡើងហាក់បីដូចជានៅក្នុងដួងចិត្តរបស់ខ្ញុំរហូតខ្ញុំឈឺចាប់អីម្លេះនឹកឡើងវាតឹងទ្រូងណាស់ទេបាច់និយាយវងកម៉ាមានការព្រួយបារម្ភនៅក្នុងប្រតិដែរសម្រាប់ប្រតិរួចហើយក្រាបថ្វាយបង្គំព្រះមេដារួចជាស្រេចហើយតើនាមជារាជបុត្រានៃអង្គព្រះមាក្សត្រសម្បត្តិណែនគរសវណ្ណសិលានាមជារាជបុត្រានៃអង្គព្រះមហាក្សត្រទ្រពសម្បត្តិណែទឹកដីបរិយណែនគរឃើញអង្គវិញ្ញាណរាជបានសុខមិនដែលកើតភាពណែវឹកវងថ្លៃព្រះបិតានិងមេតាជាអង្គក្សត្រមនុស្សប្រជាប្រុសស្រីទឹកដីបរិយនគរសវណ្ណសិលាបានទទួលសេចក្តីបរមសុខណាស់ចឹងហើយបានជាខ្ញុំក្រាបថ្វាយបង្គំលាព្រះបិតានិងព្រះមេតាជាងចូលទីមហាវ័នដើម្បីរកប្រតិចាឬក៏លោកតាព្រះមនីអេសីស្វែងរកតម្រូវវិជាការយកមកដឹកនាំទឹកដីបរិយនគរសវណ្ណសិលាឲ្យបានទទួលសេចក្តីស្ងប់ដូចជាសពថ្ងៃនេះនាយសិកាមាត្រណាសេះក្រាបទូលល្អហើយក្រោកឡើងមួយចុះណាសេះអរប្រគុណក្រាបទូលនាយសិកាមាត្រវិញណាសេះអ្នកបានទទួលរាជបញ្ជាអំពីព្រះបិតានិងព្រះមេតាមានតួនាទីថែរក្សាការពារប្រកាយដំណើរហោហមឬក៏តម្រូវការដែលយើងត្រូវការអ្វីមួយទាំងគ្រឿងកសីយភ័ណ្ឌនិងស្បៀងអាហារក្រយ៉ាព្រះស្ងោយបើអញ្ចឹងនាយសិកាមាត្រត្រូវតែធ្វើតាមតួនាទីកុំឲ្យមានចន្លោះខ្វះខាតនោះទេកណាសេះក្រាបទូលដំណើររបស់យើងនៅវែងឆ្ងាយអត់មានគោលដៅពិតប្រាកដបើអញ្ចឹងយើងដំណើរទៅមុខទៀតទៅណាកណាសេះស្ដេចជាងក្រាបទូលទេ
បាញ់ពេលខ្ញុំដើរមកខ្ញុំបានឃើញអ្នកស្រុកអ្នកភូមិគេកំពុងជំនុំគ្នានិយាយគេខ្ញុំឲ្យម៉ែខ្ញុំគេនិយាយថាខ្ញុំម៉ែរាល់ថ្ងៃនេះមិនជួយធ្វើការពុកទេសងំធ្វើតែខ្លួនដេកចាំតែស៊ីតែគេបែកស្ងាត់សើអាណិតពីវាស្នាទៅវិញលើពាក្យនេះហើយគួរឲ្យក្តៅខ្លាំងណាស់ជើរឿងនេះទៅប្រាប់ម៉ែសិនខ្ញុំឈ្មោះវាសនារាល់ថ្ងៃអាណិតពុកណាពុកតស៊ូដើម្បីខ្ញុំប៉ុន្តែម៉ែវិញហេតុអីបានជាម៉ែស្អប់ខ្ញុំម្ល៉េះទោះបីជាខ្ញុំខំធ្វើការហត់នឿយយ៉ាងណាក៏ម៉ែមិនគិតដល់ខ្ញុំដែរអូជីវិតខ្ញុំទុកធំអត់លះបាននិយាយពីការជួយចាប់របស់ខ្ញុំវិញខ្ញុំជួយចាប់ដោយខ្ញុំមិនបានដឹងថាក្មេងនេះជាកូនរបស់អ្នកណាឲ្យពិតប្រាកដគួរនិយាយដែរឬក៏អត់ហើយកូឡាបមានរឿងអីណាកូនរៀបសួរម៉ែណាគ្រីឯងទាំងពីរនាក់ខឹងនឹងអ្នកណាណាកូនខឹងសប្បាយចិត្តរឿងអីគឺមានរឿងស្អីទៅហ៎កូឡាបខ្ញុំស្ដាប់ច្បាស់តទៅជាបើមិនជឿសួរបងណាគ្រីរឿងអីទៅម៉ែអត់ដឹងទេដឹងស្អីគេម៉ែដឹងអត់យប់សោចមកយាយកូនសប្បាយចិត្តណាកូនកូនសប្បាយចិត្តខ្លាំងណាស់អង្គុយមកមានរឿងអីនិយាយប្រាប់ម៉ែណាកូនណាអង្គុយមកកូនអង្គុយមកមានរឿងស្អីគេម៉ែនៅតែអត់ដឹងទេដឹងរឿងស្អីម៉ែដឹងអត់មិញខ្ញុំដើរមកខ្ញុំឃើញអ្នកស្រុកអ្នកភូមិកំពុងជំនុំគ្នានិយាយកែម៉ែឲ្យខ្ញុំហ្នឹងចុះបើអញមានគេនិយាយអាណានិយាយមិននិយាយទៅម៉ែគេនិយាយគេអត់ខឹងទៀតគេនិយាយថាម៉េចកូននិយាយថាចេះថាម៉េចម៉ែឲ្យខ្ញុំរាល់ថ្ងៃជួយធ្វើការពុកទេសងត់ធ្វើតែខ្លួនឯងចាំតែស៊ីខ្ញុំទៀតគេនិយាយដើមទាំង
អ្នកម៉ែកូនហ្នឹងម៉ែមិនដឹងអីចុះបើយើងទាំង3អ្នកសងំធ្វើតែខ្លួនអត់ជួយធ្វើការងារពុកមែនទៅខំទៅអីខំផាត់ម៉ែគេនិយាយម៉េចគេស្ដាប់ភាសាអាណិតពីវាសនាណាអូយរាល់ថ្ងៃណាអាណិតតែវាសនាទេខំធ្វើការមិនដែលដាក់ដៃដាក់ជើងមិនមែនអត់បញ្ចោតដូចខ្ញុំឲ្យម៉ែឯងនេះគេនិយាយចឹងហ្មងគេនិយាយខ្ញុំលើច្បាស់គាត់ជើងខ្ញុំម៉ែបងណាគ្រីមែនអត់មែនហើយពីដើមភូមិដល់ចុងភូមិហ្នឹងគ្មាននរណាគេស្រឡាញ់ចូលចិត្តខ្ញុំបងណាគ្រីជាប្រទេសម៉ែឯងគ្មានអ្នកគេចូលចិត្តទេគេចូលចិត្តតែមានវាសនាណាមានវាសនាណាឯងនិយាយប៉ិតមែនណាកូនប៉ិតមែនឯងអូខ្លាំងណាស់ឲ្យតែវាមកឥឡូវរឿងជាមួយម៉ែដូចម៉ែនិយាយថាម៉ែមកបដៅវាម្ដងហើយជម្រាបសួរម៉ែមកដល់ហើយឯងមកដល់ហើយមែនទេវាសនាចាម៉ែអញ្ចឹងដូចកូឡាប់ហ្នឹងណាគ្រីនិយាយមិនខុសពាក្យសម្ដីដែលគេនិយាយប្រាប់អញគឺឯងម៉ែឯងនឹងហើយមិនដែរឆាវាយម៉ែវាយគេអញប្រាប់តែស្រុកមែនទេនេះកូនទូរយស្សថោកទៀតម៉ែកាំងខ្ញុំរឿងអីអូនអើយជួយបងខ្លួនទៀតឯងថាបានធ្វើអីខ្លះហើយមកគួបក្តៅហួរមកមកក្នុងឯងអត់យ៉ាមីកូនឬយ៉ាហេតុអីមិនយល់ម្ដាយសោះណាហើយមកគួបក្តៅហួរមកអស់ចាចង់ប្រាប់អ្នកណាក៏គេមិនដែលជួយដល់អត់សោះណាថាឯងមើលវាយើអញមានអញ្ញាមើលពីទាំងអស់នោះណាចាត់ឯងទូរយអប្រិយចាំតែប្រហាម៉ែខាងខ្ញុំរឿងអីនឹងម៉ែឯងចង់ដឹងចម្លើយមែនទេថាម៉ែខាងឯងរឿងស្អីនោះបើឯងចង់ដឹងណាចម្លើយគឺងាយម៉ែទៅម៉ែក៏ឡាទៅពុយម៉ែនឹងបដៅវាដល់ឯងម្ដងហ៎រូបពុយអត់ថាទៀតណាកុំយករូបពុយអត់ម៉ែអីហើយយកទៅកូនឲ្យម៉ែឯងហាមថាកុំឲ្យនិយាយតែប្រាប់អ្នកស្រុកណាមិនក៏ឯងរឹកក្បាលហាមចានដងហើយដើរនិយាយគេប្រាប់អ្នកស្រុកអ្នកភូមិថាអញជិលឲ្យលួយមិនជួយធ្វើការរកស៊ីពុកទេសងំទៅតែខ្លួនអត់ទេម៉ែខ្ញុំអត់បាននិយាយទេម៉ែនិយាយស្មាស់ម៉ែនិយាយទេបើអត់និយាយមកគេដឹងរងថ្ងៃខ្ញុំមិនបាច់និយាយក៏បងប្អូនអ្នកចិត្តខាងគាត់ដឹងដែរម៉ែមិនក៏ដឹងគេថាមិនដឹងបើរងថ្ងៃមកឯងហូបឲ្យសម្រានមែនឃើញទេម៉ែវានិយាយយ៉ាងម៉ែឯងបានអ្នកស្រុកគេដឹងហ្នឹងអញក្តៅអត់ដឹងតាម៉ែស្អីគេនិយាយគ្នាខ្ញុំស្ដាប់លឺម៉ែគេនិយាយថាម៉េចគេថារាល់ថ្ងៃគេអាណិតពុកឈុំក្រស្លូតខំចូលព្រៃបាញ់សត្វរាល់ថ្ងៃក្រដូចពុកឈុំទោះបីជាអត់អីហូបទៅរងកគេក៏គេឲ្យខ្ចីដែរតែបើក្រឲ្យរឹកដូចមកឯងក្រឲ្យស្លាប់គេអត់ឲ្យហងឃើញវានិយាយចឹងខ្ញុំលឺឃើញអញក្តៅអ្នកស្រុកហ្នឹងក៏ចឹងដែរឈឺក្បាលវិលមកស្អីគាត់តែប្តីគេថ្នមប្រពន្ធគេឲ្យប្រពន្ធគេធ្វើខ្លួនសម្រាប់ប្តីគេស្រឡាញ់ហើយចាំបើយើងគ្រាន់បានមិនក៏មិនឲ្យប្តីនឹងទៅរកស៊ីចិញ្ចឹមខ្លួនយើងធ្វើខ្លួនឲ្យស្អាតបាតទៅមិនក៏មិនចេះឈឺក្បាលអញតាក្តៅក៏ហើយរឿងអ្នកស្រុកក៏ចឹងដែរចំណែននឹងទៀតអញនឹងចំណែនទៀតតែអញមកកុំលើកជើងខ្ពស់ពេកម៉ែវាក្តៅក៏ហើយចឹងតាក្តៅណាស់កុំលើកជើងខ្ពស់ពេកហើយបើគាត់លើកជើងខ្ពស់រឿងគាត់ទេម៉ែលើកជើងចឹងលោកគេដើរមកគេឃើញអាឃើញបានថ្ងៃឃើញបានអញតាម៉ែចេះតែនិយាយចឹងឃើញរបស់មកឯងក៏ដូចរបស់ខ្ញុំស្អីគេឃើញបានអញដូចបានថ្ងៃឯងវាមិនដូចគ្នាទេវាមានធំមានតូចដែរគេចេះនិយាយផ្ដេសផ្ដាស់ចឹងទៅកើតដែរចិត្តមនុស្សយើងមិនមែនដូចគ្នាទេវាមានចិត្តធំចិត្តតូចយល់ហើយនៅចឹងឯងម៉ែខ្ញុំទៅដងទឹកលេងមីងគាត់សួរខ្ញុំសួរម៉េចមីងសឿនគាត់សួរខ្ញុំថាវាសនាហើយមិនវាសនាឯងធ្វើការម្នាក់ឯងអញ្ចឹងម៉ែមិនជួយឯងឆ្លើយតែម៉េចខ្ញុំថាម៉ែខ្ញុំចាស់ហើយមីងខ្ញុំអត់ឲ្យម៉ែខ្ញុំធ្វើការទេយើងចឹងត្រូវហើយគាត់ថាចុះប្អូនមានបាបទៅ2នាក់មិនជួយឯងរវល់ម៉ែអត់បងណាគ្រីយើងរវល់ណាហើយពេលជួយឯងចឹងបងឆ្លើយថាអូនខ្ញុំនៅតូចអត់ឲ្យធ្វើការទេឆ្លើយចឹងទៅហើយមិនต้องឲ្យមីងសឿនគាត់ថាទៀតថាម៉េចគាត់ថាម៉ែវាសនាឯងមានកូនដូចវាសនាឯងចឹងត្រូវរឹកម៉ែឯងខ្ជិលហើយឃើញវានៅមានអាខ្ជិលចុងក្រោយយ៉ាងទៀតអញក្តៅអត់ហ្នឹងគាត់ថាចឹងឯងចាំឲ្យច្បាស់ណាឯងចាំឲ្យច្បាស់លឺទេថ្ងៃក្រោយបើគេសួរថាវាសនាម៉ែឯងថៃបានមិនជួយធ្វើការឆ្លើយទៅថាម៉ែខ្ញុំគាត់ធ្វើការអត់កើតទេម៉ែខ្ញុំគាត់ជឿរីងរៃស្គមរ៉ាំរៃចេះទៅប្រាប់គេថាម៉ែស្គមម៉ែធាត់ដូចបាវ
បើគេថាធាត់ចឹងយើងឆ្លើយតែម៉ែអើមចឹងទៅងប់ងាប់ម្លឹងបានហើយណារឿងដែលអញវាយអញជេរអញបង្អត់បាយពេលដែលពុកឯងត្រឡប់មកពីចាក់សាច់វិញណាឯងលាក់ឲ្យចិត្តបើឯងហ៊ាននិយាយប្រាប់ពុកឯងសំបីតែមួយម៉ាត់អញអាលកឯងចោលតែម្ដងលីទេចាខ្ញុំអត់ប្រាប់ពុកទេតែខ្ញុំសុំមកបាយដែរណាម៉ែណាឯងតែទីបាយកូឡាបិចម៉ែណាគ្រីចាម៉ែហូបឆ្ងាញ់ណាស់មែនទេកូនចាល្មមកូនតែឃ្លានមកម៉ែអើយសុំមកបាយដែរណាម៉ែណាតកូនម៉ែយើងទៅបាយបាច់ឲ្យស៊ីទេកូឡាណាគ្រីបងសុំមកបាយទៅមិនអាចស៊ីទេចាំមកច្បាស់ផងរាត្រីសំណប់ចាតមិនចឹងមកវាសនាពុកមកពីបាញ់សាប់វិញហើយពុកមកវិញហើយចាស់ហេតុអ្វីក៏កូនអង្គុយសម្រក់ទឹកភ្នែកតែម្នាក់ឯងចឹងមានអ្នកណាធ្វើអ្វីកូនមែនទេប្រាប់ពុកឲ្យត្រង់មកមើលខ្ញុំហៅបាយកូនឯងហៅបាយចុះបាយនៅក្នុងផ្ទះរបស់យើងមិនកូនមិនហូបទៅម៉ែអត់ឲ្យខ្ញុំហូបទេពុកអើយមិនកូនចឹងពេលពុកឯងអត់នៅម៉ែអត់ដែលឲ្យខ្ញុំហូបបាយទេគាត់ថាខ្ញុំជាកូនចង្រៃគាត់បានឲ្យខ្ញុំដាច់ពោះស្លាប់ណាពុកម៉ែគាត់ថាអញ្ចឹងអូហើយគាត់ថារឿងដែលគាត់វាយខ្ញុំគាត់ជេរខ្ញុំបង្អត់បាយខ្ញុំគាត់អត់ឲ្យខ្ញុំប្រាប់ពុកឯងទេបើខ្ញុំមានតែនិយាយប្រាប់ពុកឯងគាត់វាយខ្ញុំឲ្យងាប់ចឹងបានខ្ញុំអត់ប្រាប់ពុកឯងទេពុតធូកូនខ្ញុំខ្លាចម៉ែវាយពុកកុំសួរខ្ញុំអីរឿងរ៉ាវដល់ដំណាក់កាលនេះទៅហើយកូនឯងចង់លាក់ជាមួយនឹងពុកខ្ញុំអត់ប្រាប់ពុកឯងថាម៉ែវាយខ្ញុំទេបើកូនឯងលាក់ជាមួយនឹងពុកកូនឯងនៅដាច់ពោះស្លាប់ពុកអត់ឲ្យកូនឯងស្លាប់ទេពុកតែកុំឲ្យថប់ខ្ញុំចាអូយអាណិតទេជីវិតទេកូនស្រីកូនខ្ញុំធំមែដឹងក្តីរងទឹកវេទនីម៉ែអត់ឆ្លាញ់ខ្ញុំទេពុកអើយពុកអត់ឆ្លាញ់ខ្ញុំអូយអាណិតកូនអើយជីវិតនេះកូនស្រីរាល់ថ្ងៃពុកប្រឹងប្រែងដើម្បីជីវិតកូនទាំងអស់គ្នាកូនទាំងអស់គ្នាពុកឆ្លាញ់ស្មារតីពុកមិនលំអៀងទេចាំហេតុអ្វីគាត់ចិត្តម្ដាយរបស់កូនគេចូលចិត្តធ្វើបាបកូនដូចនេះបើមើលស្រឡាញ់ខ្ញុំដូចពុកស្រឡាញ់ខ្ញុំមិនដឹងជាខ្ញុំបានសុខប៉ុណ្ណាទេនោះពុកនោះទ្រាំទៅណាកូនណាបើគេមិនស្រឡាញ់កូននៅមានឪពុកម្នាក់ទៀតជាអ្នកស្រឡាញ់កូនចាខ្ញុំសួរថាកូនទៅខុសអី
ហេតុអ្វីក៏ធ្វើបាបកូនលើសុកខ្ញុំសួរទេកូនខកអីមែនទេចាលោកបងគឺដូចយ៉ាងមកចាលោកបងឃើញចេះទេតាមការពិតមីអូនវាឆ្លោះគ្នាទៅខ្ញុំនឹងវាយបដៅថាបងប្អូនមានតែ3នាក់កុំឆ្លោះទាស់តែងគ្នាខ្ញុំបដៅកូនចឹងតើលោកបងគ្រាន់តែកូនឆ្លោះគ្នាទេចាចាស់ហេតុអ្វីក៏ចាំបាច់វាបង្អត់បាយកូនអញ្ចឹងមិនបានបង្អត់ទេលោកបងប៉ុន្តែអត់មានកចង់កូននៅក្នុងផ្ទះចាអត់បានដាំអីកូនសាហាវខ្លាំងម្ល៉េះចាលោកបងធ្វើជាម្ដាយរបស់គេត្រូវមានព្រមវិហារធម៌ចំពោះកូនមិនត្រូវខុសដៃយកដៃខុសជើងយកជើងនោះទេស្ដាប់បានទេចាលោកបងសុំទោសចាប់ពីថ្ងៃនេះតទៅណាឈប់ធ្វើបាបកូនតទៅទៀតអូនសន្យាកុំឲ្យខ្ញុំលឺខ្ញុំឲ្យខ្ញុំឃើញស្ដាប់បានទេចាលោកបងអូនសន្យាថាយ៉ាងម៉េចនឹងចាលោកបងអត់មានអីទេប្រាប់កូនថាខ្ញុំជប់វាយកូនទៀតហើយលោកបងឥឡូវស្ដាប់ខ្ញុំឲ្យច្បាស់ណាចាពេលនេះខ្ញុំបានសាទខ្ញុំត្រូវយកទៅលោកបងចង់ទៅលក់ឥឡូវហ្នឹងទៅឥឡូវហ្នឹងប៉ុន្តែនេះថ្ងៃល្ងាចហើយមេចិត្តយប់ហើយលោកបងត្រឡប់មកវិញបាញ់តាន់ថ្ងៃល្ងាចពីផ្ទះយើងទៅផ្សារឆ្ងាយណាស់ណាលោកបងពិតមែនហើយខ្ញុំជឿជាក់ថាខ្ញុំត្រឡប់មកវិញមិនកើតទេខ្ញុំប្រកាសជាសម្រាប់នៅទីនោះសិនហើយណាចាបើអញ្ចឹងលោកបងต้องប្រយ័ត្នយ៉ាយខ្លួនផងណាមិនអីទេហើយត្រឡប់មកវិញកុំភ្លេចណាលោកបងទិញកណាត់ផ្ញើខ្ញុំមកអាវផងណាមិនអីទេវាសនាកូនយប់នេះបងអត់មកសម្រានផ្ទះវិញទេពុកអត់មកវិញទេបើអញ្ចឹងទុករបស់នេះសិនទៅណាលោកបងណាណែកូឡាបយករបស់នេះទៅទុកក្នុងផ្ទះទៅកូនណាយកទៅទុកក្នុងផ្ទះទៅកូនណាគ្រីកូឡាបចាបងស្ដាប់សម្ដីរបស់ពុកណាកូនត្រកូលយើងសពថ្ងៃនេះក្រក្រៃណាស់បើមួយថ្ងៃកូនឯងគិតតែឆ្លោះជជែកគ្នាអញ្ចឹងនោះញាតិគេនន្ទាស្លាប់ហើយគេថាក្រុមគ្រួសាររបស់យើងក្រក្រៃម្លឹងតែមួយថ្ងៃលឺសូរតែឆ្លោះជជែកគ្នាវាដំច្រំធាក់គ្នាចាប់ពីថ្ងៃនេះតទៅឈប់ណាកូនណាឈប់ចាខ្ញុំឈប់ឆ្លោះគ្នាទៀតហើយពុកចាំពេលដែលពុកមកវិញពុកទិញសម្លៀកពាក់ថ្មីឲ្យកូនណាចាពុកពុកទៅហើយមកនេះមកអើយពុកអើយបាយម៉ែចាំយកមកផ្លូវហើយអូទៅបាត់ហើយម៉ែឲ្យម៉ែថៃចាំមានបកាច់យកស្រីពុកអើយពុកក៏ទៅបាត់អីហ្នឹងពុកឲ្យទៅបាត់ហ្នឹងហើយអាចចាំវាស្រាទៅពុកអើយអាចស្លាប់ពុកឲ្យត្រឡប់មកវិញឃើញទៅស្លាប់ហើយងាប់ស្រីធ្វើអីហ្នឹងខ្លាចម៉ែបាយអីឈួតទេលោកអើយអញគួរចូលម៉ែចូលនេះវាទូបាត់អើកៃចូលមកអញបានហាមថាមិនឲ្យនិយាយរឿងហ្នឹងប្រាប់ពុកទេអើយមិនក៏ឯងនិយាយរឿងហ្នឹងប្រាប់ពុកឯងហ៎មិនក៏ឯងនិយាយខ្ញុំអត់និយាយណាម៉ែបើឯងមិននិយាយមិនក៏ពុកឯងដឹងច្បាស់ហ៎ខ្ញុំអត់និយាយទេពេលពុកមកគាត់ឃើញខ្ញុំពងយំហើយពុកឯងសួរឯងឆ្លើយតែម៉េចហើយពុកសួរថាវាសនាកូនឯងយំថៃអញ្ចឹងខ្ញុំប្រាប់ពុកថាពុកអើយខ្ញុំអត់ប្រាប់ពុកឯងថាម៉ែវាយពងអត់បាយខ្ញុំទេឃើញនិយាយប្រាប់ពុកអស់ហើយថាអត់និយាយទៀតនិយាយអស់អាលិញហើយមកថាអត់និយាយអាហ្នឹងឯងគេថានិយាយថ្ងៃក្រោយបើសិនជាឯងកំពុងអត់យំពុកមកដល់សួរថាវាសនាកូនឯងយំថៃឯងត្រូវតែបិទមាត់ឲ្យចិត្តយល់ហើយនៅអញ្ចឹងបើពុកសួរខ្ញុំថាពុកឯងម៉ែឲ្យខ្ញុំបិទមាត់ឲ្យចិត្តទេឃើញទៀតឃើញចាំបាច់និយាយចឹងធ្វើអីវាខោគួតទេលងឬមួយក៏ឆ្លាតទៀតហ៎ថាមិនទៅម៉ែមិនក៏ចាំបាច់ម៉ែឲ្យបិទមាត់បើពុកឯងសួរវាសនាកូនឯងយំថៃចាស់ពុកត្រូវម៉ែចឹងក៏ហក់ពុកអញប្រាប់ឲ្យចេះកុហកយល់ហើយនៅបើពុកសួរថាវាស្នេហ៍អ្នកណាដាំបាយរាល់ថ្ងៃអញអ្នកដាំអ្នកណាបោកខោអាវខ្ញុំអ្នកបោកអ្នកណាបោកទេយកអ្នកបោកអូនទាំងពីរនឹងម៉ែអត់ដែរធ្វើទេធ្វើតែខ្ញុំម្នាក់ឯងតើអាហ្នឹងឯងកុហកអាហ្នឹងឯងកុហកយល់ហើយនៅវាហាមមិនក៏មិនខកឲ្យខ្ញុំនិយាយកុហកអ្វីម៉ែមិនស្គាល់មិញម៉ែមិនវាយខ្ញុំអញវាយម៉ែប្រាប់ខ្ញុំថាធ្វើកូនល្អធ្វើក្មេងល្អកុំចេះនិយាយកុហកចាស់មិញម៉ែវាយឲ្យខ្ញុំនិយាយត្រង់ថ្ងៃនេះម៉ែប្រាប់ឲ្យខ្ញុំនិយាយកុហកមិនដឹងប្រាប់ឲ្យនិយាយត្រង់ដងឲ្យនិយាយកុហកចឹងម៉ែវាឌឺម៉ែឯងណាម៉ែប្រហែលម៉ែឯងមនុស្សចាស់គង់និយាយត្រង់ចំរំខ្ញុំជឿឃើញវាចឹងមែនហ៎ផ្ដេសផ្ដាស់ណាលោកអើយគួរឲ្យក្តៅណាហ៎នេះឯងល្ងងឬមួយក៏ឯងឆ្លាតមកច្រកឡោលើអញឥឡូវមិនបាច់និយាយទេទៅដងទឹកមកអញកូឡាបណាគ្រីងូតនៅផ្ទះហើយពេលខ្ញុំដងទឹកហើយខ្ញុំបានហូបបាយមែនម៉ែអញមិនឲ្យឯងស៊ីទេព្រោះអញមានបំណងចង់ឲ្យស៊ីទេឯងស្លាប់យល់ហើយណាមិនកូនចង្រៃ
ស្គាល់ពាក្យថាកូនចង្រៃដែរទេហ៎ បើខ្ញុំស្លាប់បាត់ទៅអ្នកណាតាមបាយឲ្យម៉ែហូប អញសុកចិត្តដេកអត់ ខ្ញុំអត់តាមបាយឲ្យហូបទុកចិត្តអត់ អើ អូចឹងម៉ែខ្ជិលដូចគេថាមែន ឃើញហើយគាត់ថាឯងខ្ជិលទៀតឃើញទេចាញ់ទៅ តាមទឹកឲ្យម៉ែ ទៅហ៎អើក៏ហើយណាចាំមើលតែចាំបាត់អញវាយនឹងឯងតោះស្លាប់តែម្ដងឯងគួរចម្លែកដែរទេកូនគួរក្តៅដែរទេសម្រាប់ម៉ែវិញហើយឪពុកឯងនោះម៉ែណែម៉ែខ្ញុំខឹងពុកណាទៅណាមកណាសួររកតែវាសនាទេចំណែកខ្ញុំកូនកលាវិញមិនដែលសួររកទេម៉ែឃើញកូនដូចតែគ្នាដែរម៉ែមិនឆ្លាញ់តែមួយអត់ពីរចឹងវាប្រកាសឲ្យកូនពុកឯងស្រឡាញ់វាសនាព្រោះវាសនាជាកូនកូនវាសនាជាកូនទេម៉ែជាកូនដែលគេស្រឡាញ់ណាស់ហើយប្រទេសផ្ដាំមែនតើឯងនេះរឿងរបស់មនុស្សចាស់ទេរឿងណាត្រូវដឹងចាំដឹងរឿងណាដែលឯងមិនគួរដឹងមិនបាច់ដឹងទៅហូបបាយហូបទឹកមួយម៉ែកូនចូលក្នុងផ្ទះក្នុងផ្ទះក្នុងផ្ទះ រាត្រីសំណប់ចាត ចាលោកអ្នកនាងកញ្ញាបានជ្រាបរួចមកហើយថាវាសនាគឺមានឪពុកម្នាក់គឺជាព្រានព្រៃដែលបានរើសវាសនាយកមកចិញ្ចឹមអ្វីត្បិតតែគាត់គឺជាកូនចិញ្ចឹមក៏ពិតមែនប៉ុន្តែវាសនាតែងតែទទួលការថ្នាក់ថ្នមស្រឡាញ់និងអាណិតអាសូរពីលោកឪពុកម្នាក់នោះប៉ុន្តែយើងឃើញថាម្ដាយព្រមទាំងកូនទាំងពីរគឺតែងតែវាយដំធ្វើបាបនិងស្ដីបន្ទោសវាសនានៅពេលដែលឪពុករបស់នាងមិននៅម្ដងចាមុននឹងជួបគ្នានៅវគ្គបន្តកម្មវិធីរាត្រីសំណប់ចិត្តសូមអនុញ្ញាតសម្រាប់លោកសិន រាត្រីសំណប់ចាត ពុកអើយពុកគ្រាន់តែពុកចេញបាត់ពីផ្ទះម៉ែសម្លាប់គំរាមកូនគ្រប់គ្នាពេលភ័យក៏រងម៉ែពេលឈឺក៏រងម៉ែពេលឃ្លានក៏កូនរងម៉ែ វាសនា ចុះខ្ញុំវិញខ្ញុំរងអ្នកណា វាសនា អូ វាស អា នា យ យំ អាឡង វាសនាយំទៀតហើយ អញឆ្ងល់ជួបឯងថ្ងៃណាក៏យំថ្ងៃណាក៏យំអញឆ្ងល់យំរឿងអីគេ ហើយឧបាយណាឡងហើយម៉ែអត់ឲ្យខ្ញុំឧបាយទេ អើ លោកយកបាយមកឲ្យខ្ញុំមែនណា អើបាយអញយកមកឲ្យហើយឆ្ងល់ឯងយំរឿងអីគេ ម៉ែវាយបងអត់បាយហើយហាបាត់ឲ្យពុកដឹង អញឆ្ងល់ម៉ែឯងអត់បានវាយកូនមួយថ្ងៃបែបជប់ពោះងាប់មិនដឹង អត់ដឹងដែរហើយចុះម៉ែឡងឯងដែលវាយឡងឯងអត់ អញតាំងពីតូចប៉ុណ្ណេះម៉ែអញដែលវាយអញទៅជន់កអញបាន2ដង គាត់ជន់កឯងហើយអាឡង ប្រើឲ្យមើលគោអញអត់មើល នឹងមកពីឯងជិលចុះអរេម៉ែអរេឯងស្រោតឯងកាចអរេ ម៉ែអញកាចប៉ិនអត់ដែលបានវាយអញមកពួតទេអញងាយម៉ែឯងជើងជៀសមករឹងធ្វើអីកើតរំការីបើដូចអញដឹងមិនទេ អញក៏ឆ្ងល់ដែរអើយអញទៅកៅអត់មិនក៏ម៉ែអញអត់រណាត់អញដែរ អញឆ្ងល់ឈ្មោះហែងល្អ អញមើលវាណា ណាគេអ្នកដាក់ នឹងពុកឈុំអ្នកដាក់មួឲ្យអញ ពុកឈុំអ្នកដាក់ម៉ែឯងអ្នកវាយហើយយក2អ្នកនោះ អត់អូនអញមួយសនោះមួកូឡាបហើយមួយណាគ្រី អាហ្នឹងណាគេអ្នកដាក់ នឹងម៉ែអ្នកដាក់ឲ្យ ម៉ែឯងអ្នកដាក់ពុកឯងអត់ចេះវាយមិននឹងរួចខ្លួន ពុកឈុំឆ្លោតអត់វាយកូនទេ អញចង់និយាយថាអញក្មេងដឹងរឿងចាស់ អឡងឯងដឹងរឿងអី ការពិតឯងកូនពុកឈុំតែមេកូឡាបនោះអញលឺចាស់និយាយហើយ និយាយថាម៉េច មាននឹងម៉ែឯងទៅខូចមួយពុកឆាល់ហ៎ ណែមួយកូឡាបហ្នឹងខូចមួយពុកឆាល់ចំណែកមេណាគ្រីខូចជាមួយតាលោកអាខ្វែ អាឡងអរេកុំថាឲ្យម៉ែអញចឹងអើយ បើការពិតទៅម៉ែឯងពីកមុំអះទៅរកឪអញទេ អញដឹងតែអាឡង អើតែឪអញអត់ស្រឡាញ់ អាឡងអរេហើយកុំនិយាយរឿងម៉ែអញនេះហើយរឿងអាឡងអញហើយអរេយកចេកឲ្យបាយមកឲ្យអញស៊ីចឹងបើម៉ែអញដឹងមកវាយឲ្យងាប់មក វាមិនដែលទេបាយរបស់អញនេះសោះ ចេករបស់អញហ្នឹងក៏ខាងដែរ ចឹងហូបចឹងឲ្យលឿនកុំឲ្យគាត់មកទាន់ណា គិតទៅម៉ែឯងពូជមីក្តៅក៏ហាយហ្មងណា មែនទេគាត់ថាអញកូនចង្រៃចឹងគាត់ចង់បង្អត់ឲ្យអញស្លាប់ហ่ารេ គេជួយគ្នាក្នុងគ្រាអត់ចឹងដូចឯងចឹងអត់បាយចឹងអញយកបាយមកឲ្យចឹងបាយមកគ្រាប់ឯងគិតមើលគិតប្រមាណអាណន់ហើយម៉ែនាងឯងហ្នឹងហ៊ានមកវាយអញធានប៉ះបាយអញមិននឹងជាប់ប្រមាណ100អាណន់ នឹងបាបមែនណាឡង បាប
អាក្រក់ណាអញប្រាប់ទៅ ចឹងសិលលឿនកុំឲ្យម៉ែអញមកទោះ ប្រឹង អស់ហ่ะ ធ្វើការមួយថ្ងៃអត់ហូបអត់អីគេតែធ្វើហូបkhông ម៉េចម៉ែអញទៅវត្តបាត់ហើយ យកឲ្យទៅផ្ទះវិញឲ្យលឿនទៅ ហូប ហេកុំឲ្យម៉ែឃើញទៅផ្ទះឲ្យលឿនទៅ អត់ហូបអីអស់ហ่ะ ដល់ខ្លាចឡងពេកទៅហី អត់ហេវបាយទេម៉ែឲ្យទៅដងទឹក និយាយច្បាស់ទៅងាយ ធ្វើបាបកូនជ្រុលអញគិតចេះអារេ ម៉េច អាក្រក់ប្រហែលមិញផាន់ពេកអញគិតចង់ធ្វើកូនភាសាគាត់ កូនសាគាត់ឯងស្រឡាញ់មួយណាចា រូបសម្រស់អញដូចថាត្រូវភ្លើងប៉ុណ្ណឹងអាងឹតអញយកមីកូឡាបនោះរយូងអញរួច ទេបើឯងស្រឡាញ់មីកូឡាបម៉ែវាទុកឲ្យអញណា ចឹងហើយឡើងអូសមេឃអញបាត់ហើយ ហើយកូនសាអញអូមេឃហ៎ ប្រហែលពូឈុំមៀតបណ្ណាណៃទុកមិញផាន់អត់រួចហងរំឯងប៉ុណ្ណឹងមិញផាន់ដាក់ម៉ាំងប្រោកឯង មិនក៏ដឹងមកទឹកពីទឹកសាក់មើលដែរហើយ ទឹកអីគេអរេអើយកុំប្រឹងពេកអញប្រាប់ឯងទៅ អាឡង ណា ម៉ែឯងមកហើយ អត់ទេម៉ែទៅវត្តអានេះ ម៉ែឯងបោះអញណានេះ ម៉ែមកបោះអញក៏មក ទៅហែងមក មីកូនតាខ្វេក៏មក ស្អីគេអាកន្លង បាទ អញឆ្ងល់ក្មេងក្នុងភូមិគេខ្លាចអញគ្រប់គ្នាដោយឡែកតាពីរក្បាលអីនេះបើមួយថ្ងៃបើមិនបានឆ្លោះជាមួយអញនិងកូនអញតាពីរនាក់ហ្នឹងវារឹកវាមិនវាចង់ងាប់ហ៎ ខ្ញុំប្រាប់មិញឯងចាស់គ្រប់គ្នាខ្ញុំគោរពគ្រប់10តែចាស់ដូចមិញឯងខ្ញុំគោរពមិនកើត ចាស់យើងទៅធ្វើស្អីឯងប៉ុន្តែឯងនិយាយមើងងាយយើងchẳngមិនដែររាល់ថ្ងៃយើងមិនដែលចាត់ទុកក្នុងចិត្តទេថាឯងក្មេងប៉ុន្តែថ្ងៃនេះធ្ងន់ធ្ងរណាស់កន្លងហ៎ បាទ ចូលមកហែកតាពីរនាក់នេះដឹងច្បាស់ហ៎និយាយគេអញសម្បើមដៃណានិយាយច្រើនលើកអញមិនចាប់អារម្មណ៍ទេម្ដងនេះធ្ងន់វាប៉ះពាល់កិត្តិយសបើបងឈុំបានដឹងនោះតើគាត់យកមកទៅទុកឯណាហ៎ឯងដឹងពីណាមកអ្នកណាគេជាអ្នកនិយាយប្រាប់ឯងឬមួយក៏ឪពុកម្ដាយឯងជាអ្នកនិយាយចំណុចទី1ឯងនិយាយថាកូនពីរនាក់នេះកូឡាបនិងណាគ្រីមួយទៅខូចជាមួយឪពុកឈ្មោះឆល បាទ ហើយមួយទៅខូចមួយតាខ្វេហើយពីហ្នឹងដឹងពីណាមកហ៎កូននេះជាកូនបងឈុំហ៎ អញខ្ញុំចេះថាមិញឯងខំចំទាលនេះចុះ អេរឿងរបស់អញម្លឹងឯងគិតថារឿងល្អមែនទេកន្លង អញនិយាយតិចមិញឯងខំចំទាលខ្លាចគេអត់លឺចុះហ៎ កិត្តិយសរបស់យើងអាចចំណុចហ្នឹងឯងតែក្មេងណាឯងចេះតែនិយាយចុះមួយម៉ាត់ទៀតឯងនិយាយថាតាំងពីយើងនៅកំមុំនេះទៅស្រឡាញ់ឪឯងតើពាក្យហ្នឹងឯងដឹងពីណាមកកាលពីយើងកំមុំកំឡោះសកលឪឯងនោះចាក់ឯងនេះណាមិនក៏ឯងដឹងរឿងនេះ មិញឯងកំមុំឲ្យខ្ញុំកំឡោះខ្ញុំកើតនៅចុះ ឯងកើតពីណាមកបើម៉ែឪឯងមិនទាន់រៀបការផងហ្នឹងឯងបានកំណត់មកពីណា ហើយយកបើខ្ញុំអត់រៀបតន់ម៉ែឲ្យខ្ញុំអត់ទាន់រៀបការខ្ញុំអត់ទាន់កើតហងមិញឯងប្រកាន់ពាក្យក្មេងដែរចុះហេ យកបើដៃមើលកូនយើងខូចមួយតាខ្វេអញឥឡូវអញអត់ស្គាល់កូនណាកូនណានេះឥឡូវ ម៉ែខ្ញុំអត់ធន់ខ្លាំងណាមីង មើលនេះអត់ធន់នោះឯងនិយាយទៅកុំប៉ះពាល់ដល់អញទៀតណាអាការ៉េថ្ងៃក្រោយបើទាំងពីរអ្នកនិយាយបែបហ្នឹងអញទៅដឹងឲ្យអស់សក់ក្បាលម៉ែឪឯងទាំងពីរអ្នកតែម្ដង លោកអើយទៅយកទៅឲ្យខ្ញុំប៊ូសបាន7ថ្ងៃហើយអត់មានសក់ទេ ល្អ មីងឯងតាហ៊ានអស់សក់ក្បាលម៉ែឪខ្ញុំក៏មកបោចមីងឯងដែរ អើយអាការ៉េនេះឯងនិយាយពីស្អីហ្នឹងហ៎អាក្មេងប្រឡែងក្បាលមើលវាចាស់សក់ក្បាលពីព្រោះ ពីព្រោះនៅអត់ដឹងអីទៀត ហាឡើងចង់ស្រឡាញ់កូឡាបលោកអើយ ដូចឆ្វាអញឆ្វាឈ្មោះแล้วនាង មកនេះអាឡងមកនេះបាទឈ្មោះមកអាឡងឯងហ្នឹងហី ទាញអញ ចង់ធ្វើកូនថ្លៃរបស់យើងផង ហេងសើយ មក មើលមិនមុខមិនចុះមិនស្អីគេនេះទាញឡើងហ្នឹងមិនចឹងចេញបានខើអីស្អី អាចជំងឺយកនេះក៏ណាខាគេប៉ះបាត់ងើបផ្លោះឯងចង់ជាប់គុកអាចជាប់គុក កុំប្រឡប់ហាឡើងចង់ធ្វើកូនថ្លៃយើងស្អីមុខមួយឈើបុកខ្មោច អីគេមុខខ្ញុំមិនឈើបុកម៉ោច ត្រូវហើយគេមើលមុខណាអត់ ទៅណាមកណាគេហៅឆៃបរិយយុទ្ធលន់នេះ អូយខ្ពើមចាំងខួត អើបើឈើបុកម៉ោចក៏អំណាងដែរទុកបុកម៉ោចម៉ែមនាងឯងហ្មងទៅ អូយម៉ែម៉ាក់កន្លងថាម៉ែញ៉ាអាកន្លងឆ្លើយម៉ែកាច់ហើយមិនទៅនិយាយបែបហ្នឹងហ៎មកបុកខ្មោចអញចាំមិនទៅឆ្លើយម៉ែនៅដើរចងក់អត់មិនចាញ់និយាយចឹង អញមិញឯងដើរចងក់ដឹងមិញឯងស្លាប់ថ្ងៃណាឈើចាំតែបុកថ្ងៃហ្នឹងហ្មងទៅណា ស្រាប់ឲ្យច្បាស់ណាកន្លងបើសិនជានៅក្នុងស្រុកហ្នឹងពេលដែលអញស្លាប់ទៅម្ចាស់មែនមានតែឯងម្នាក់ បាទ យើងសុកចិត្តឲ្យអ្នកស្រុកនេះដុត
dương là đàm chê tao với mình ai miền cái phu nàn này cái mưa ọt khơi mình anh tục chặt đàm chê đàm chê cái tục lọt bật nè mình tục ớt mưa chẳng anh mình ní trầm ní che bát đấy cho hả lừa ní che bát nó lọt cái ra do chưa nó bọc ở che kia sân mày chơi lời chắc chắn làm đi bạn chưa bọc màu máy anh bọc màu mày cầu nữa mà nó anh chà mặn lắm à ốc nam ốc anh khẳng cho ốc bọn anh biết là xây gì đi nè đừng trap ấy nhá kịp ơi kịp mưa Long ơi hả mà cái nát chôn bay nè làm chôn con nghĩ anh mời mình chơi anh trap ấy vừa chân cái mưa máu ót xóm đây nè việc mình xóm thế việc mình xóm thế anh cha việc mình nè mình cha dừng ốc đôi bàn bon đây tôi chỉ ốc mà đây mày chân bên này mà ốc nè việc mình xóm ót xóm á anh chuột và cái lấu đầu ốc bọn anh này tí đấy ui xe là anh ốc mình đi bên việc mình xóm giờ ót xóm á chân vật anh trap ấy vừa nó anh chạm măng và cái đó anh có ao bàn nè bị đòn mà anh nè lục ơi bao giờ mình làm cái nè ơi ngày nay ngày ấy ban hay học xe đây đằng phất này mà nè không chậm họ lọ lời không thì chơi đã anh chẳng mơ này liền đó mơ đây khạc không mình đi nhóm mình khạc không sao vậy khạc không si không mình ai bay phật năng lâu ê về xuống bố đấy không mong bay bay phật cái này hả về xuống bố mày không mong bay không chăm mình ai mình không bay phật nào chan chết kệ đấy cơ dương có plek bong chống quả rô mà bị prey tục rất tram tram nè các bạn đừng lấy bao dương đó mày đấy bà ấy kia ấy chọn gì không mình phan năng anh tiệp cặp một lâu của chôm gì các bạn tự có hơi và buổi chung si bà chắc on đâu ta có muốn gọi anh si đấy ha có muốn mình phan tục rút chết thế thôi nhá lục ơi mày chắc mời thằng đấy cho nè theo mày theo này theo đây theo việc bạn con mừng mà người tóc đôi kia đấy cái đấy nè samay à lẩu samay à thì what á cái đâu kịp ra tu tua của lo ho mình đi nấu sò không máu vậy tu tua sò màu hay bẹt cầm ở tiết tu tua mình phán thay mơ ọt khơi bà xài lương mà đông che làng ruồi ở hải nè mày còn làm mày chơi mày đã bong là cái tiếp bong đã qua rồi theo mẹ mơ nghe mày anh ấy anh không ơi anh không màu crab đấy luôn mình năng lược trường đấy phải dán á cái lọp đập vậy cái bên nông pro xoay á mày ôi mày pi nè đi cái lo pin bập mà anh có chọn xua ai thì chơi tu hại á cái lo pin bập sấy chơi cái sấy nhom dây tu chạy sấy phơi bay ở cái lòng sấy tu tua mình anh rồi ngày ọt tuần tinh cái lo thế nấu sò không máu với nam mình cho dương vậy luôn hay nhom lao mưa ngày mấy nhom chạp ở cùi đó lão che lại lương mình anh làng ruồi nhau để đả men bà này chơi bị một chân từ nào cái từ à thôi đi sâu thôi đi chấp thôi đi bớt cái đầu đó mình cha còn chê không ai chẳng ọt xóm mấy năm mình chân chê anh chấp mày chân chê anh ba này bật thơ đi chấp bật thơ đi bớt bật thơ đi sâu cái nhóm việc chấp việc bớt việc sâu bấy pro mình anh bay nè năng bật thơ đi chầm ho chà mà bớt à nhảy cái lục ơi à một chân chân mình ngay bị ý một chân miệng anh năng sát à chân nó to quá thấy gì không nó lớn đó này bờ sân chỉ còn miền viên ấy giờ không biết được chui chập bẹp năng tê bờ sân chia mà nô chăm mà điên mai mà khăng tê con tại không mấy phải lấy là cái ba mà mặt mai đôi trẻ sạch đời sao con chẳng lấy mà nè năng bạn ai ta hao kìa cha mày ta hao bị con chẳng lấy nó mỏi chuông chân tại khăng nè ơi chào tao ơi mai ơi ai bạn đập lưới thế bạn sẽ đập lưới cái mà mặt mày tê hả việt na không phải chứ cái đọc à một chăm sập đây ở chỗ mặt hai nè dương bạn đang thả tụ bây giờ dương bỏ bay ai chẳng nát còn anh vẫn làm đây đời xa cái tê long nó ác thế dương bay mà chỉ chậm ai rồi ngay chẳng bạn chỉ bắt ai rồi hôn mau ai lớn đàm bay còn oi ai nè thưa chỉ ăn tật từng cò dương tiền luôn nè bạn ai sầm lắc đang chơi mà đám nữa thật tháo biển bên đây hai tết mai cứ
វាមានសបុកសម្ឲ្យណងក្រងម៉ែដើម្បីឲ្យឯងស្លាប់ចាក់វេទនានោះណាយើងត្រូវតែយកឯងទៅចងនៅទីនោះម៉ែអើយណាត់ខ្ញុំផងម៉ែចងម៉ែចងម៉ែចងម៉ែទៅព្រាមមកកុំអីម៉ែធ្វើបាបខ្ញុំ រាត្រីសំណាប់ចាត ពេលដែលឃើញក្រុមគ្រួសាររបស់គេមានសេចក្តីសុខមានសុភមង្គលខ្ញុំពិចារណាដល់ក្រុមគ្រួសាររបស់ខ្ញុំគួរអាណិតកូនរបស់ខ្ញុំណាថ្លៃអើយដល់គ្រូសាខ្ញុំអើយរាល់ថ្ងៃទាំងអ្វីគ្រប់យ៉ាងរូបខ្ញុំរាល់ទាំងណាលោកអើយជីវិតណាគួរសាមួយក៏ខ្ញុំនេះក្រទ្រពឬមួយគ្មានអ្វីសម្រាប់ទ្រពដល់អនាគតណាទាំងបីអើយគួរអើយពិចារណាទុកវេទនាយ៉ាងណាក៏ដោយរូបខ្ញុំនេះមិនណាបនដោយឲ្យកូនណាអ្វីគ្រប់យ៉ាងលាក់លើខ្ញុំមើលទុំបីខ្ញុំវេទនាយ៉ាងណាខ្ញុំត្រូវតែប្រឹងអស់ពីកាយដើម្បីអូនណាលោកអើយខ្ញុំត្រូវតស៊ូពិតមែនខ្ញុំមិនបានសម្រាប់នៅទីផ្សារទេតែពេញមួយយប់នេះខ្ញុំសម្រាប់មិនលក់ទាល់ទៅមានពូមីងតាមកាត់ប្រេះនេះទេជួយស្រាយចំណងឲ្យខ្ញុំផងមកឲ្យក្រុមខាងខ្ញុំស្លាប់ហើយជួយខ្ញុំផងលោកសូមហាក់បីដូចចំណុចចិត្តនេះទេឆាក់ទៅមើលសិនដើម្បីខ្ញុំទៅមើលអីក៏វេទនាមកលើចុះបើសិនជាពុកមកមិនតាន់ខ្លួនឯងស្លាប់មែនទេកូនប្រាប់ឪពុកមកអ្នកណាធ្វើបាបកូនទៀតហើយជាស្នាដៃរបស់អ្នកណា
ប្រហាកូនខ្ញុំ ស្ដាប់ពុកណាកូននេះមកពីកូនវេទនាខ្លាំងពេកបានជាកូនសួរពុកថាកូនឯងជាកូនរបស់ពុកឬក៏មិនមែនព្រោះខ្ញុំខ្លាចម៉ែស្ដាប់ពុកណាកូនកូនឯងគឺជាកូនដ៏ល្អរបស់ពុកគឺជាកូនបង្កើតរបស់ពុកកូនឯងអត់ចង្រៃទេកូនឯងឃើញទេរាល់ថ្ងៃឪពុកហូចញើសហូចឈាមដោយសារអ្វីដោយសារតែការប្រឹងប្រែងដើម្បីជីវិតកូនទាំង3ដោយពុកបានប្រាប់ពីខាងដើមអញ្ចឹងណាកូនណាពុកធ្វើមិនទៅម៉ែគាត់អាណិតខ្ញុំអត់ណាពុកអើយរាល់ថ្ងៃមិនអីទេណាកូនឥឡូវចាប់ពីថ្ងៃនេះតទៅបើសិនជាពុកធ្វើដំណើរទៅណាមកណាពុកនឹងយកកូនឯងទៅជាមួយពុកអត់ទុកឲ្យគេធ្វើបាបទេណាកូនណាខ្ញុំទៅជាមួយពុកដែរខ្ញុំលែងហ៊ានទៅជាមួយម៉ែពិតមែនហើយកូនឯងឈប់សួរពុកថាកូនឯងជាកូនរបស់ពុកឬក៏មិនមែនតទៅទៀតណាកូនណាបើឲ្យបាច់មិនបាច់ឲ្យពុកឮទេចាពុកទៅផ្ទះវិញជាមួយពុករាត្រីសំណាប់ចាត